ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទបងប្អូនបាទបានទស្សនាហើយជាមួយនឹងក្បាលវីដេអូមិញបាទជាមួយនឹងទឹកធ្លាក់បាទដូចទឹកហូរបាទនៅខាងបាទរមណីយដ្ឋានបាទទឹកធ្លាក់ជ្រុលអៀងបាទថ្ងៃនេះបាទក្រុមតន្ត្រីបាទប្រជុំតារាបាទបានធ្វើដំណើរមកលេងបាទទាំងអស់គ្នាទាំងក្រុមតែម្ដងបាទដោយសារយើងមានកម្មវិធីពេលល្ងាចបាទច្រៀងនៅទីនឹងផ្ទាល់បាទជាមួយនឹងចំការផ្លែឈើបាទអញ្ចឹងយើងនាំគ្នាបាទធ្វើដំណើរមកពីព្រឹកបានលេងពីព្រឹកអញ្ចឹងទៅល្ងាចឡើងយើងច្រៀងតែម្ដងបាទអរគុណឥឡូវយើងមកដល់បាទរីសតហ្នឹងគាត់មិនដឹងថាឈ្មោះអីទេគាត់ថាឃើញគាត់ធ្វើទុកចោលបាទឥឡូវនេះយើងកំពុងធ្វើដំណើរជាបន្តទៀតហើយបាទពុកម៉ែបងប្អូនបាទកុំភ្លេចបាទអ្នកដែលនៅទីចិត្តទីឆ្ងាយអីហើយជាពិសេសអ្នកដែលធ្លាប់មកបាទអ្នកធ្លាប់មកបើសិនជាបានទស្សនាហើយចង់បើមានចំណាប់អារម្មណ៍ចង់មកលេងអាចមកលេងបានបាទខាងបំណក់បាទខាងបាទជួលតាមផ្លូវបំណក់បាទបើសិនជាបងប្អូនមកស្គាល់បំណក់គឺថាស្គាល់ហើយជាមួយទឹកធ្លាក់ជ្រលៀងខេត្តពោធិ៍សាត់បាទល្បីល្បាញមែនទែនឥឡូវយើងគៀបមកដល់ហើយបាទព្រោះថាការធ្វើដំណើរទៅអមទៅដោយព្រៃបាទសងខាងបាទធម្មជាតិបាទពិតបាទស្រស់ខៀវខ្ចីបាទឥឡូវបាទពុកម៉ែបងប្អូនមកសូមទស្សនាបាទវីដេអូទាំងស្រុងបាទជាមួយនឹងទស្សនវិជ្ជាការថតជាវីដេអូបាទរបស់ខ្ញុំបាទផងដែរបាទអរគុណពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះបាទក្រុមការងារប្រជុំតារាតន្ត្រីខេត្តពោធិ៍សាត់កំពុងតែបាទចុះទ្រីបបាទមកលេងនៅច្រលអៀងបាទយើងអត់តាន់ដល់ម៉ោងច្រៀងព្រោះយើងច្រៀងល្ងាចបាទនេះក្រុមការងារយើងបានជុំគ្នាអស់ហើយនៅមេនៅក្រោមមកពងរៀបចំមុនបាទឥឡូវនេះជាបន្តទៀតបាទពុកម៉ែបងប្អូនបាទនេះគឺជាបាទភរិយារបស់ខ្ញុំបាទគឺថាស្អាតរហូតបាទសប្បាយចិត្តណាស់បានដើរលេងព្រោះថានៅតែផ្ទះបាទបានដើរលេងចឹងសប្បាយចិត្តមែនទែនឥឡូវនេះយើងបាទធ្វើដំណើរបាទទៅរកទិញអីហូបបន្តិចបាទឃើញថាបាទកាលពីមុនបាទជាមួយនឹងរមណីយដ្ឋានទឹកធ្លាក់ជ្រលអៀងបាទឲ្យបងអាជីវករគាត់លក់ដូរបាទឃើញផ្លូវខាងមុខបាទផ្លូវដែលច្រកចូលបាទប៉ុន្តែពេលនេះគឺថាធ្វើការផ្លាស់ប្ដូរបាទទីតាំងឲ្យគាត់លក់ឲ្យស្រួលបាទបើកដូចជាលក្ខណៈផ្សារអញ្ចឹងបងប្អូនបាទហើយបងប្អូនខ្លះក៏គាត់អាចស្នាក់នៅនឹងបានអញ្ចឹងទៅបាទហើយនេះពួកយើងកំពុងតែបាទទៅរកទិញតិចហើយនេះទេសភាពបាទដូចជាផ្សារបាទផ្សារលក់របស់ហូបបាទគឺអីវ៉ាន់បងប្អូនដែលចង់ទិញបាទយកទៅហូបនៅខាងក្រោមលេងទឹកបណ្ដាហូបបណ្ដាអីនេះបាទគឺស្រស់ស្អាតមែនទែនគាត់រៀបចំឲ្យមានសណ្ដាប់ធ្នាប់បាទឥឡូវយើងរកទិញអីហូបបន្តិចសិនណាបងប្អូនណាrồi em cứ tên quảng hay một xui mình đổ á thì rất mình đổ cái xui snapបាទបន្ទាប់ពីយើងបានទិញរបស់របរទិញចង្រិតទិញរបស់ខ្មែរយើងហូបហើយឥឡូវនេះបាទនេះជាប្អូនស្រីខ្ញុំបងប្អូនថ្លៃបាទគាត់ថាឃើញកាមេរ៉ាមិនបានទេបាទឃើញកាមេរ៉ាគាត់ថាសប្បាយចិត្តមែនទែនបាទហើយនេះជាបាទតូបចាស់បាទដែលបងប្អូនអាជីវករគាត់បាទលក់ដូរបាទកាលពីមុនមកបាទប៉ុន្តែចៃដន្យថ្ងៃនេះយើងមកចំពេលដែលគាត់បាទខាងបងសំណាប់ធ្នាប់គាត់រៀបចំអញ្ចឹងទៅបងប្អូនមើលឃើញថាដូចរឿងញ៉ៃបន្តិចប៉ុន្តែមិនធ្វើទេបាទសំខាន់កន្លែងយើងលេងនៅខាងក្រោមព្រោះអីតន្ទិញគាត់រៀបចំស្អាតហើយដោយសារតែយើងមកចំពេលគាត់កំពុងតែរុះរើបាទអរគុណឥឡូវនេះខ្ញុំអត់មានអីអធិប្បាយទៀតទេបាទបងប្អូនមកសូមទស្សនាបាទជាមួយនឹងវីដេអូបាទទាំងស្រុងពេលទៅដល់ទឹកផងដែរបាទអរគុណ
Concrete drains where the neon glows. Every block tells a tale the whole city knows. Rhythms in the shadows where the cold wind blows. Life's a gamble on these streets, anything goes. Boom bap echoes through the alleys at night. Soulful samples lift the darkness to light. Deep kicks pounds like a heartbeat fight. These gritty vibes keep my story in sight. Graffiti on the walls paint the struggle and climb. The clock keeps spinning but I'm owning my time. Words like puzzle pieces fitting tight in the rhyme. Snares punch louder than the city's own chime. Boom bap echoes through the alleys at night. Soulful samples lift the darkness to light. Deep kicks pounds like a heartbeat fight. These gritty vibes keep my story inside. ទៅដល់ទៅមុនខ្ញុំថតក្រោយឲ្យមានវត្តមាននៅក្នុងច្រើន បាទអរគុណបាទពុកម៉ែបងប្អូនបងប្អូនទាំងឡាយដែលបានចំណាយពេលបាទទស្សនាបាទវីដេអូរបស់ខ្ញុំពីដើមដល់ចប់ដល់ឡាបាទសូមរីករាយបាទជួបគ្នាជាមួយនឹងវីដេអូក្រោយបាទសូមគោរពលាបាទអរគុណ